បាទសួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមកចង់បង្ហាញអំពីក្រុម Telegram របស់ admin ដែលមានឈ្មោះថាក្រុមវិស្វករ MEP នឹងអញ្ចឹងនៅក្នុងនេះវាមានតាក់ទងចំណេះដឹងតាក់ទងប្រព័ន្ធ MEP ជាច្រើនមានទាំងប្រព័ន្ធទឹកភ្លើងផ្សិនជាក់ឬក៏គីភ័យអីផ្សេងមាននៅក្នុងនេះទាំងអស់ដែលអ្នកទាំងគ្នាអាចសិក្សានិងរៀនស្វែងយល់បានហើយក៏មានតាក់ទងនឹងឱកាសការងារដែលមានក្រុមហ៊ុនជាច្រើនប្រកាសជ្រើសរើសបុគ្គលិកក៏មាននៅក្នុងនេះដែរអញ្ចឹងអ្នកទាំងគ្នាអាចjoinចូលក្រុមនឹង Telegram អ្នកមួយទៅខ្ញុំនឹងផ្ញើជា QR code ដើម្បីឲ្យអ្នកទាំងគ្នាអាច scan ចូលក្នុងក្រុមនេះបានដើម្បីទទួលបានព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងប្រព័ន្ធ MEP មិនថាទឹកភ្លើងផ្សិនជាក់ដែលអ្នកទាំងគ្នាអាចរៀនស្វែងយល់បន្ថែមឬក៏ប្រព័ន្ធអគ្គិភ័យឬក៏ទទួលបានដំណឹងឱកាសការងារដែលមានក្រុមហ៊ុនជាច្រើនជ្រើសរើសបុគ្គលិកក៏មាននៅក្នុងនេះដែរអញ្ចឹងខ្ញុំនឹងផ្ញើជា QR code អ្នកទាំងគ្នាអាច scan បាននិងខ្ញុំបានផ្ញើជា link បន្ថែមទៀតឲ្យអ្នកទាំងគ្នាអាច join នៅក្នុងក្រុម Telegram នេះបានខ្ញុំបាទសូមអរគុណបាទសួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំបាទចង់បង្ហាញអំពីក្រុម Telegram របស់ admin ដែលមានឈ្មោះថាក្រុមវិស្វករ MEP នឹងអញ្ចឹងនៅក្នុងនេះវាមានតាក់ទងចំណេះដឹងតាក់ទងប្រព័ន្ធ MEP ជាច្រើនមានទាំងប្រព័ន្ធទឹកភ្លើងផ្សិនជាក់ឬក៏គីភ័យអីផ្សេងមាននៅក្នុងនេះទាំងអស់ដែលអ្នកទាំងគ្នាអាចសិក្សានិងរៀនស្វែងយល់បានហើយក៏មានតាក់ទងនឹងឱកាសការងារដែលមានក្រុមហ៊ុនជាច្រើនប្រកាសជ្រើសរើសបុគ្គលិកក៏មាននៅក្នុងនេះដែរអញ្ចឹងអ្នកទាំងគ្នាអាចjoinចូលក្រុមនឹង Telegram អ្នកមួយទៅខ្ញុំនឹងផ្ញើជា QR code ដើម្បីឲ្យអ្នកទាំងគ្នាអាច scan ចូលក្នុងក្រុមនេះបានដើម្បីទទួលបានព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងប្រព័ន្ធ MEP មិនថាទឹកភ្លើងផ្សិនជាក់ដែលអ្នកទាំងគ្នាអាចរៀនស្វែងយល់បន្ថែមឬក៏ប្រព័ន្ធអគ្គិភ័យឬក៏ទទួលបានដំណឹងឱកាសការងារដែលមានក្រុមហ៊ុនជាច្រើនជ្រើសរើសបុគ្គលិកក៏មាននៅក្នុងនេះដែរអញ្ចឹងខ្ញុំនឹងផ្ញើជា QR code អ្នកទាំងគ្នាអាច scan បាននិងខ្ញុំបានផ្ញើជា link បន្ថែមទៀតឲ្យអ្នកទាំងគ្នាអាចjoinនៅក្នុងក្រុម Telegram នេះបានខ្ញុំបាទសូមអរគុណ